រឿងខ្មោចជើងកបក្រោមដើមជ្រៃសួស្តីប្រិយមិត្តទាំងអស់គ្នាតើអ្នកជឿទេថានៅក្រោមដើមឈើដែលនៅក្បែរភូមិឬនៅតាមផ្លូវដែលស្ងប់ស្ងាត់មិនមែនមានត្រឹមតែមនុស្សត្រជាក់នោះទេជួនកាលវាក៏ជាជំរកនៃវិញ្ញាណដែលមិនទាន់ទៅណាបានជាពិសេសនោះគឺខ្មោចជើងកបនៅភូមិមួយមានព្រៃចាស់មួយដែលអ្នកភូមិគ្រប់គ្នាខ្លាចមិនហ៊ានដើរចូលនៅពេលយប់នៅកណ្ដាលព្រៃនោះមានដើមជ្រៃចាស់ធំមួយដែលមានអាយុកាលជាងច្រើនឆ្នាំមកហើយអ្នកភូមិជាច្រើនបាននិយាយនៅដើមជ្រៃនោះមានខ្មោចមួយដែលគេហៅថាខ្មោចជើងកបចាស់ក្នុងភូមិតែងតែហាមកូនចៅថាបើត្រឡប់មកវិញនៅពេលយប់សូមកុំដើរកាត់ដើមជ្រៃនោះឲ្យសោះកុំហៅឈ្មោះគ្នាជាដាច់ខាតបើឮសំឡេងអ្វីហៅកុំងាកក្រោយឲ្យសោះអ្នកភូមិតែងតែថាកាលពីដើមឡើយមានបុរសម្នាក់ត្រូវបានគេសម្លាប់យ៉ាងអយុត្តិធម៌នៅទីនោះហើយសពរបស់គាត់ត្រូវបានគេកប់នៅក្រោមដើមជ្រៃនោះចាប់តាំងពីពេលនោះមកមិនមានអ្នកធ្វើដំណើរនៅពេលកណ្ដាលអាធ្រាត្រឡើយយប់នេះយើងនឹងនាំអ្នកទាំងអស់គ្នាទៅកាន់ភូមិមួយដែលគេល្បីថាមានដើមជ្រៃស័ក្តិសិទ្ធិប៉ុន្តែក៏សាហាវបំផុតដែររឿងរ៉ាវនេះចាប់ឡើងនៅពេលដែលមានបុរសម្នាក់ឈ្មោះនីសយហ៊ានបង្ពាននៅដើមជ្រៃនោះនីសយជាមនុស្សមិនសូវជឿរឿងអបិយជំនឿឡើយយប់មួយគាត់បានត្រឡប់មកពីផឹកស៊ីវិញយប់ជ្រៅគាត់បានដើរតាមដើមជ្រៃនោះដែលអ្នកភូមិតែងតែនិយាយតគ្នាថាកុំដើរនៅក្រោមដើមជ្រៃនៅពេលយប់ឲ្យសោះបើមានអ្នកណាគេហៅកុំឆ្លើយឲ្យសោះនីសយគាត់បានដើរមកដល់ក្រោមដើមជ្រៃស្រាប់តែខ្យល់បក់ត្រជាក់ដល់ឆ្អឹងខ្នងរបស់គាត់នីសយមានអារម្មណ៍ថាដូចជាមាននរណាម្នាក់សម្លឹងមកពីលើដើមជ្រៃនោះភ្លាមនោះគាត់បានឃើញបុរសម្នាក់អង្គុយយំបែរខ្នងនៅលើដើមជ្រៃនោះដោយសារតែជាតិស្រវឹងនីសយក៏ចូលទៅសួរនាំនៅពេលបុរសនោះងាកកមកមុខរបស់គាត់រលេះរលួយភ្នែកឡើងក្រហមនីសយក៏ចាប់ផ្ដើមភ័យខ្លាំងក៏រត់ចេញពីទីនោះប៉ុន្តែនីសយរត់យ៉ាងណាក៏នៅតែវិលមកដល់ក្រោមដើមជ្រៃនោះដដែលនេះហើយគឺជាខ្មោចជើងកបដែលចង់បានប្រលឹងអ្នកថ្មីមកជំនួសកន្លែងខ្លួនតាមពិតទៅខ្មោចជើងកបនោះជាបុរសម្នាក់ឈ្មោះនីដែលត្រូវបានគេសម្លាប់បោះបង់ចោលនៅទីនោះកាលជាង20ឆ្នាំមុនគាត់មិនអាចទៅចាប់ជាតិបានបើមិនទាន់រកអ្នកមកជំនួសកន្លែងព្រឹកឡើងអ្នកភូមិប្រទះឃើញនីសយដេកសម្លាប់បាត់បង់ស្មារតីនៅក្រោមដើមជ្រៃតែអ្វីដែលរន្ធត់និងមានស្នាមដៃខ្មៅជាំនៅជុំវិញកជើងសងខាងរបស់នីសយទោះបីជានីសយមិនស្លាប់ប៉ុន្តែគាត់ខ្លាចជាមនុស្សពង្វេងពង្វាន់និងបាត់បង់ស្មារតីនិយាយតែម្នាក់ឯងថានាងមកយកខ្ញុំហើយនាងមកយកខ្ញុំហើយរហូតមកដល់សពថ្ងៃដើមជ្រៃនោះអ្នកភូមិនៅតែមិនហ៊ានដើរកាត់នៅទីនោះនៅពេលយប់ដែរចុះអ្នកវិញបើដើរនៅសុកឃើញស្រីស្អាតអង្គុយក្រោមដើមឈើតើអ្នកហ៊ានចូលទៅសួរនាំទេសូមអរគុណសម្រាប់ការតាមដានស្ដាប់រឿងនិទានខ្មោចកុំភ្លេចជួយចុច Subscribe និងសញ្ញាកណ្ដឹងដើម្បីទទួលបាននូវរឿងរំភើបថ្មីៗជាច្រើនទៀត